នេះគឺជាវីដេអូដែលពួកយើងបានធ្វើដំណើរទៅកាន់ភ្នំណាមលាស្ថិតក្នុងខេត្តមណ្ឌលគិរីភ្នំណាមលាគឺជាភ្នំមួយដែលមានថ្មធម្មជាតិដ៏ធំមែនទែនដែលអមទៅដោយព្រៃឈើព័ទ្ធជុំវិញនឹងគឺមើលទៅស្រស់ស្អាតខ្លាំងមែនទែនចាប់ផ្ដើមពីដំបូងគឺពួកយើងទៅរកអាហារពេលព្រឹកញ៉ាំសិនព្រោះមុននឹងចេញដំណើរទៅដាក់អាហារពេលព្រឹកឲ្យរួចរាល់ហើយក៏ខ្វេម្នាក់មួយកែវសិនទៅពួកយើងចេញដំណើរទៅហើយបន្ទាប់ពីអាហារពេលព្រឹកនឹងរួចពួកយើងទៅរកទិញទឹកកកដាក់ក្លាសេទឹកដើម្បីទុកផឹកហើយវីដេអូនេះគឺពួកយើងទៅថតនៅភ្នំណាមលាហ្នឹងគឺទៅថតអំពីវីដេអូរបស់ high tech ហ្នឹងឯងស្វាគមន៍មកកម្ម vlog បងពើជាទីមេត្រីឥឡូវនេះយើងធ្វើដំណើរទៅជប់ជើងស្វាគមន៍អ្នកនរគ្នាមកកម្ម vlog បងពើជប់ជាមួយនឹងខ្ញុំ Lucky ហើយអាកាសធាតុតិចមែនតើខែ3នេះតិចខ្លាំងមកតិចល្ងាតិចដំថ្មិចអូខេតាមផ្លូវអត់ដឹងថាម៉េចដែរខ្ញុំលើកទី1ទៅភ្នំហ្នឹងចាំមើលតាមផ្លូវរបស់គ្នាឥឡូវនេះពួកយើងបានមកដល់នៅជើងភ្នំណាមលីហើយចតឡានហើយឡានតូចអញ្ចឹងសពត1 5000អាធំអាធំឡានក្រុងអីអាច 30000 នេះហ្នឹងមិញមើលអត់ទាន់ដែរផ្លាកសញ្ញាវានៅខាងមុខយើងស្រាប់ហើយរៀបចំឲ្យបានរួចហើយយើងចេញដំណើរឡើងភ្នំ vlog ខ្ញុំនេះជា vlog បែប behind the scene តម្លៃឡើងភ្នំមនុស្សពេញវ័យ 1000 រៀលម្នាក់ 1000 អាហ្នឹងអីសម្លប្រងគេបងប្រងទៅចិត្តតាមភាគតិចបងឆ្លោះចិត្តពូនងហ្នឹងភៀវកំងទាំងអស់បើភៀវសាក់សួរបងគាត់ហូបផ្លែឆ្ងាញ់ណាបងបាទមួយបងហូបបាយហ្នឹងឯងអត់ដឹងឯងបងជិះមើលធ្វើការងារហើយសិនមានឆាតៅមានម្ជូរព្រៃមានទាំងអស់បងអញហើយអើយអីដល់ចាអូនសុំថតមួយអូននេះបងចង់យំអូនចង់ថតមួយអូយបងដល់ថ្នាក់ចង់យំតាអូខេ1 2 3 1 2 3អូខេសុំថតអបជួយលើកសាមក1 2 3 beautiful family មកមួយឆ្នាំមួយមែនតា1 2 3អូខេចូលមេទៅតាមទឹកសាប់ដល់គឺខលទៅអត់ខ្ញុំយកភ្នំណាមលាវមួយហើយយកសឡប្រងវាលក្ខណៈមើលទៅ natural បាទដាក់សញ្ញាណឯងបងសឡប្រងហ្នឹងភ្នំណាមលាវគេហៅភ្នំយ៉ាងចឹងហ្នឹងហ៎អត់ទេភ្នំណាមលាហ្នឹងឯងអូយពូសំតាបងបងមុំលឺតែខ្ពស់សំដ្រូនបងដ្រូននេះត្រូវសំណាងស្ពីតណាម្ដងប្រឈមម្ដងដេកចឹងហើយញោមដេកឈប់បានយ៉ាងត្រូវខ្ពស់សំបើកថតឃើញភ្នំហ្មងបងហើយហ្នឹងឯងគេថានៅក្រោមទៅបើកឲ្យឃើញមើលឥឡូវឃើញគេស្ទើបាំងនោះកន្លែងគេឡើងហ្មងកន្លែងគេឡើងវាតែអូខេឡើងទួនជាតិថត intro ហ៎បើកន្លែងហ្នឹងក៏បើកទងជាតិខ្ញុំថាកន្លែងហ្នឹងឃើញភ្នំរៀងខ្ញុំសពតែបងឈប់ញ៉ាំមើលសិនចាំងថ្ងៃផ្លាតដល់បន្តាចេញឬក៏អត់ចង់សួរបងឯងវិញអត់ទៅល្ងិតមុខស្លុបបងអើយពេលយើងទៅជ្រុងខាងនោះបងថតរៀងវិចិត្រខាងនេះបន្តិចកុំឲ្យចាំងថ្ងៃអូខេជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ដើរជាមួយ Ricky H by High Tech ថ្ងៃនេះខ្ញុំបានមកដល់ភ្នំណាមលាវស្ថិតនៅក្នុងខេត្តមណ្ឌលគិរីតមកឡើងកើតអត់កើតថតរៀងចោលតិចទៅស្អាតបងគឺ 0.5 បានមើលទៅរៀងចោតភ្នំណាមលានេះខ្ញុំឃើញនៅក្នុង Facebook យូរហើយក៏មានបំណងចង់ទៅលេងហ្នឹងក៏យូរដែរហើយតែគាត់ថាទៅដល់មណ្ឌលគិរីរដងចេះតែអត់បានទៅដល់កន្លែងហ្នឹងព្រោះភ្នំណាមលាហ្នឹងនៅឆ្ងាយពីក្រុងគូសំដែរជិះប្រហែលជា1 ម៉ោងជាង1 ម៉ោងតិចតួចទើបបានទៅដល់ភ្នំណាមលាហ្នឹងហើយចំពោះកម្ពស់វិញអាចថាចោតគូសំតែគាត់ថាបើអ្នកដែលរៀងខ្លាចខ្ពស់គឺរៀងពិបាកបន្តិចព្រោះគាត់នឹងភ័យគាត់រៀងញ័រអញ្ចឹងណាតែបើសម្រាប់អ្នកអត់ខ្លាចខ្ពស់ទេគឺធម្មតាដូចខ្ញុំដើរឡើងអត់បាច់កាន់ខ្សែក៏បានដែរហើយខ្ញុំកាន់ទូរស័ព្ទថតបដាគឺអូខេហើយថ្ងៃហ្នឹងគឺខ្យល់ខ្លាំងមែនតើបងប្អូនអរគ្នាខ្យល់បក់ឡើងប៉ើហ្មងហើយខ្ញុំបោះដ្រូនអត់កើតទេដ្រូនគឺដកទុកសិនព្រោះបង្ហោះទៅខ្យល់វាខ្លាំងពេក
តែគាត់ថាកន្លងមកយើងធ្លាប់បង្ហោះខ្យល់ដែរនៅសមុទ្រនៅអីយើងចេះតែបង្ហោះបានណាតែគាត់ថានៅនោះថ្ងៃនោះខ្យល់ខ្លាំងមែនទែនហើយខ្យល់បែបលក្ខណៈខ្យល់ខែភាសាខ្យល់រុះខ្យល់ភ្លៀងរអីចឹងណាបន្ទាប់ពីឡើងដ្រូនបានសាកមើលបានបន្តិចមកមានអារម្មណ៍ថាពិតជាថតអត់កើតមែនព្រោះខ្យល់សាហាវពេកអញ្ចឹងមានតែរៀបចំដ្រូនយកដ្រូនមកដាក់ចូលកាបូបវិញហើយប្លង់ដ្រូនដែលមាននៅក្នុងវីដេអូនេះគឺខ្ញុំថតខាងក្រោមភ្នំឯពេលដែលខ្ញុំចុះទៅដល់ក្រោមភ្នំវិញអង្គុយបានធូរទៅក៏មេឃរៀងស្ងប់ខ្យល់មកធូរក៏សាកបង្ហោះសាកមើលទៅក៏អត់អីឡើងដ្រូនមកបង្ហោះបានទៅហើយវីដេអូនេះគឺដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺពួកយើងមកថតបោះហាយតិចបោះទឹកសុទ្ធហាយតិចអញ្ចឹងវីដេអូនេះបានផុសឲ្យបង Richard គាត់ផុសនៅក្នុង page របស់គាត់នៅក្នុង page គោប្រាក់ហ្នឹងបាន 6M view អូយសប្បាយចិត្តមែនតើអមអ្នកសម្អាតនៅទីនេះចាបោះសម្អាតយើងក្នុងទៅអាវស្អាតហ្នឹងអមចិញ្ចិតដើមភាគទីគេអមចាចិញ្ចិតដើមភាគទីចិញ្ចិតក្នុងពនងបាទនៅចិត្តហ្នឹងដែរអមចឹងចាចិត្តនឹងគ្រប់កំណត់នៅហ្នឹងចាអរគុណច្រើនអមលាយអមចាបាទអមសុខសប្បាយដូចការីអ្នកនរគ្នាកុំភ្លេចមកជួយទិញពួកគាត់ផងគាត់តែចូលមកឃើញផ្លូវចូលតែម្ដងគាត់លួចនឹងផ្លូវចូលចាបាទអរគុណបងហើយនេះហ្វេនអរគុណបងអរគុណឯក្លូបនេះគេយកធ្វើគេបងណាយកខាងធ្វើអូគេពុះស្ទែតាមានប្រូលហ្នឹងមានអត់មានជាប់ប្រូលមួយមែនបង មួយ 5,000 អត់អូយទិញនេះមកវាតាំងបាច់ទិញអូនមកឲ្យអូនអូយឲ្យអត់ទេទិញបងទិញខ្ញុំសុំទិញខ្ញុំទិញ2បងចាំចាញ់ខ្ញុំចេញទៅវិញខ្ញុំយកបងឲ្យអូនបងឲ្យបងឲ្យអីបងឲ្យនេះខ្ញុំឲ្យបងឲ្យអត់មែនបងចង់ឲ្យអត់ទេបងកុំឲ្យច្រើនពេកខ្ញុំជួយទិញបងជួយទិញខ្ញុំបាច់ឃើញបងចង់ឲ្យអូនអត់ទេបងជួយទិញចាតិចទៀតខ្ញុំមកវិញទេបងគាត់មានលក់គ្រឿងកៅជើហ្នឹងអត់ឈប់បងទៅមិនទៅផ្លែធ្វើស្លោប្រូចាស្លោជំជាតិដើមមុនមិញខ្ញុំជួយទិញ3តូបម្នាក់1តូបនោះខ្ញុំជួយទិញសាច់មាន់ហើយតូបបងយកឆាក្តៅមួយបាទហ្នឹងហើយខ្ញុំយកខាងនេះមួយខាងនេះមួយជួយទិញម្នាក់មកចាំបងជួយយកទៅដាក់ក្នុងនោះមិនណាឆាក្តៅជ្រូកក្តៅហ្នឹងហើយបងឆាក្តៅមួយចាអូនចាពីបកន្លែងហ្នឹងបាទតែគាត់មានជួយទិញស្លោប្រូតែជួយទិញម្នាក់មកមកបងអត់មានចំណែកគ្នាណាបងណាខ្ញុំទេស្លោប្រូអានេះគេបងហ្នឹងចុងក្តៅចុងក្តៅគេដាក់មួយស្លោប្រូដែរចាហ្នឹងគេសក់យកផ្សេងនៅក្នុងអូគេសក់យកផ្សេងនៅក្នុងហើយគេដាក់ចូលក្នុងហ្នឹងគេដាក់ចូលក្នុងប្រូនេះគេដាក់ក្នុងភ្លើងអូវ៉ាវអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនចូលចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងហើយជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតអរគុណបាយបាយ